តោះបងដែលគាត់មានបំណងចង់ចិញ្ចឹមកង្កែបអញ្ចឹងថ្ងៃនេះគឺយើងមានរបៀបក្នុងការធ្វើអាងពីទុយោទឹកអញ្ចឹងរបៀបនេះអាចនឹងអស់លុយតិចហើយយើងចំណេញច្រើនដែរអញ្ចឹងយើងមានទុយោទឹកដូចនៅក្នុងវីដេអូមានតាំងពីកែងមានតែហើយយើងប្រើប្រភេទទុយោលេខ15អញ្ចឹងទៅឬក៏មេរបស់វាគឺយើងប្រើលេខ30បាទទៅតាមទំហំអាងរបស់បងប្អូនអញ្ចឹងគឺយើងកាត់2.4 ម៉ែត្រជ្រុងហើយយើងរៀបចំដាក់ជាមួយនឹងតេចេញ15ដើម្បីយើងធ្វើបង្គោលវាសម្រាប់ទប់ស្បៃបន្ទាប់មកគឺយើងធ្វើការដាក់ជាមួយនឹងកែងបាទដាក់កែងជុំវិញអញ្ចឹងទៅដើម្បីឲ្យមានភាពរឹងមាំបន្ទាប់មកគឺយើងដាក់ទុយោលេខ15ដាំឡើងទៅលើកម្ពស់តាមពុកម៉ែបងប្អូនកំណត់អាចយក1 ម៉ែត្រក៏បានឬក៏កន្លះម៉ែត្រក៏បានដែរទៅតាមទម្រង់បន្ទាប់មកគឺយើងធ្វើការដាក់តេដើម្បីយើងធ្វើការដាក់បង្កាន់ដៃរបស់អាងរបស់យើងហ្នឹងគឺងាយស្រួលមែនតើបន្ទាប់មកគឺយើងធ្វើការដេរស្បៃដូចនៅក្នុងវីដេអូយើងដេរស្បៃជាទម្រង់អាងរបស់យើង2x2អញ្ចឹងទៅហើយយើងយកខ្សែរឹតយើងយកមកចងបើសិនជាបងប្អូនអត់មានយើងអាចធ្វើការប្រើខ្សែឬក៏ខ្សែលួសអញ្ចឹងទៅដើម្បីធ្វើការចងបាទបន្ទាប់មកគឺយើងធ្វើការប្រក់ដំបូលរបស់វាជាប្រភេទស្បៃរក្សាកម្ដៅដើម្បីកុំឲ្យកង្កែបរបស់យើងក្ដៅពេកហើយយើងធ្វើការដាក់អាងរបស់យើងនឹងចូលទៅក្នុងអាងទឹកធំមួយទៀតបាទយើងអត់ចាំបាច់ធ្វើអាងទេប្រសិនតែយើងមានអាងមួយទៀតអញ្ចឹងយើងដាក់ចូលទៅក្នុងនឹងហើយគឺយើងអាចធ្វើការប្រឡែងកង្កែបចូលក្នុងនឹងបានហើយអាងធំហ្នឹងគឺយើងអាចបំបែកចិញ្ចឹមជាត្រីឬក៏ចិញ្ចឹមជាអីបានផ្សេងទៀតបាទអញ្ចឹងនេះគឺអាងដែលយើងបំបែកធ្វើការចិញ្ចឹមប្រភេទសត្វនីមួយហើយកង្កែបគឺយើងចិញ្ចឹមដោយប្រើចកសូឡាឲ្យវាស៊ីហើយបូករួមជាមួយនឹងចំណីខ្លះអញ្ចឹងទៅគឺកង្កែបរបស់យើងគឺវាវិវត្តលឿនហើយឆាប់ធំអញ្ចឹងពុកម៉ែបងប្អូនអាចធ្វើការសាកល្បងធ្វើអាងដូចនៅក្នុងវីដេអូនេះបានប្រសិនជាពុកម៉ែបងប្អូនចង់ធ្វើការសាកល្បងចិញ្ចឹមបាទឬក៏យើងអាចធ្វើការច្នៃជីជាដីហើយយើងក្រាលជាកៅស៊ូនៅខាងក្រោមហ្នឹងទៅហើយយើងដាក់អាងរបស់យើងដែលធ្វើពីទុយោហ្នឹងចូលទៅក៏បានដែរនេះគឺជាការច្នៃប្រឌិតផ្សេងពីបងប្អូនទេអញ្ចឹងនេះគឺជាកលឹកងាយអញ្ចឹងប្រហែលជាវីដេអូរបស់ខ្ញុំគឺចែកជូនមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអាចធ្វើការតេស្តសាកល្បងក្នុងការធ្វើបានអរគុណច្រើនសម្រាប់ការគាំទ្រនិងមើលវីដេអូមួយនេះអរគុណ